Vậy thì mấy nước nhầm bàn an sập hờ mũi đã chia sna đai Nippon rồi bỏ Zig Ziglar tại mình chấm nói chương tháp Born to Win ឬក៏យើងអាចប្រើជាភាសាខ្មែរថាអ្នកកើតមកដើម្បីជោគជ័យឬក៏អ្នកកើតមកដើម្បីឈ្នះអញ្ចឹងនៅក្នុងclear ដែលអ្នកនិពន្ធគាត់រំលេចឡើងហ្នឹងមាន clear មួយដែលខ្ញុំចាប់អារម្មណ៍ខ្លាំងមែនទែននៅត្រង់ដែលគាត់និយាយថាអ្នកមិនអាចគ្រប់គ្រងអ្វីៗដែលកើតឡើងចំពោះអ្នកបានទេប៉ុន្តែអ្នកអាចគ្រប់គ្រងថាតើអ្នកគួរឆ្លើយតបចំពោះអ្វីៗដែលកើតឡើងចំពោះអ្នកបានយ៉ាងដូចម្តេចអញ្ចឹងមានន័យថាកន្លែងនេះអ្នកនិពន្ធគាត់ចង់ឲ្យយើងគិតទៅលើរឿងអីមួយដែលយើងមិនអាច control បានកាលណាដែលយើងមិនអាច control បានរឿងខ្លះវាអាចទៅជាបញ្ហាណាមួយដែលកើតឡើងនៅក្នុងជីវិតយើងហើយពិតណាស់ខ្ញុំជឿថា100លើ100ជាមនុស្សគឺយើងអត់ចូលចិត្តនៅបញ្ហាទេយើងមិនចង់ឲ្យឧបសគ្គឬក៏បញ្ហាណាមួយកើតឡើងនៅក្នុងជីវិតរបស់យើងទេក៏ប៉ុន្តែដោយព្រះពុទ្ធទ្រង់មានបន្ទូលចឹងថាមានរូបគឺមានទុក្ខអញ្ចឹងនៅពេលដែលយើងកើតមកជាមនុស្សវាតែងតែមានឧបសគ្គមកជារឿយៗអញ្ចឹងនៅពេលដែលយើងជួបឧបសគ្គជួបបញ្ហាគុណភាពនៅក្នុងការដោះស្រាយបញ្ហាហ្នឹងគឺវានៅអាស្រ័យថាតើយើងមានចំណេះដឹងប៉ុណ្ណាដើម្បីទៅដោះស្រាយបញ្ហាហ្នឹងហើយមួយទៀតវាអាស្រ័យផងដែរទៅលើថាតើយើងមើលទៅលើបញ្ហាហ្នឹងដោយបែបបទវិជ្ជមានឬក៏បែបបទអវិជ្ជមានអញ្ចឹងបើសិនជាយើងមានគំនិតបែបបទអវិជ្ជមានដើម្បីឆ្លើយតបជាមួយបញ្ហាហ្នឹងអញ្ចឹងយើងមើលឃើញបញ្ហាវាជាបញ្ហាមួយហើយយើងប្រហែលជាអង្គុយយំយើងអង្គុយបាក់ទឹកចិត្តហើយប្រហែលជាយើងបន្ទោសថារឿងទាំងអស់ហ្នឹងវាមិនគួរកើតឡើងចំពោះយើងទេនេះគឺជាផ្នត់គំនិតមួយក៏ប៉ុន្តែមានផ្នត់គំនិតមួយផ្សេងទៀតដែលផ្ទុយពីនេះហើយតាមដែលខ្ញុំចាំគឺជាផ្នត់គំនិតរបស់ជនជាតិអាហ្វ្រិកគាត់ភាគច្រើនគាត់គិតថាបើកាលណាបញ្ហាវាកើតឡើងចំពោះយើងហើយមិនបាច់គិតអីទៀតទេពីព្រោះវាកើតឡើងហើយគ្រាន់តែប្រឹងប្រែងធ្វើវាឲ្យបានល្អចំពោះរឿងរ៉ាវបន្ទាប់ខាងមុខទៀតអញ្ចឹងបើយើងអង្គុយនៅមិនសប្បាយចិត្តឬក៏នៅមិនអស់អាល័យជាមួយនឹងបញ្ហាដែលវាកើតផ្សេងមកនៅក្នុងជីវិតរបស់យើងហ្នឹងអាហ្នឹងគឺមានន័យថាយើងបានចំណាយពេលចាយពេលវេលាភាគច្រើនរបស់យើងដើម្បីញោមញីទុកសោកជាមួយនឹងរឿងរ៉ាវដែលបានកន្លងហួសហើយអញ្ចឹងផ្ទុយពីហ្នឹងអ្នកទាំងអស់គ្នាគួរតែគិតបែបថ្មីគឺថាធ្វើម៉េចឲ្យខ្លួនឯងគិតជាវិជ្ជមានចំពោះដំណើរនៅក្នុងជីវិតរបស់យើងត្រូវចាំថានៅក្នុងជីវិតរបស់យើងវាមិនអាចមានតែរឿងប្រៃជូរចត់ផ្អែមហឹលទេគឺវាមានគ្រប់រសជាតិអញ្ចឹងគឺមិនអាចថាយើងជួបតែរឿងល្អទេពេលខ្លះវាអាចជួបនៅបញ្ហាក៏ប៉ុន្តែបញ្ហាហ្នឹងវាធ្វើឲ្យយើងមាន resilient មានធ្វើឲ្យយើងមានភាពធន់ជាងមុនហើយក៏ប្រហែលជាធ្វើឲ្យយើងនឹងអាចរៀនសូត្រថាតើយើងគួរដោះស្រាយឬក៏គួរដើរជំហានបែបណានៅក្នុងជីវិតដើម្បីធ្វើម៉េចកុំឲ្យយើងជួបឧបសគ្គបែបហ្នឹងអញ្ចឹងនៅត្រង់នេះបើយើងគិតជាវិជ្ជមានបញ្ហាគឺវាធ្វើឲ្យយើងខ្លាំងដែរហើយអ្នកនរគ្នាអាចគិតទៅលើមានន័យថា approach ទៅលើបញ្ហាហ្នឹងនៅលើផ្លូវវិជ្ជមានវិញសម័យមើលបើសិនអ្នកនរគ្នាមានស្នេហាធម្មតាស្នេហាគឺមិនអាច guarantee បានទេរវាងអ្នកទាំងពីរអ្នកហ្នឹងថាតើពួកគាត់អាចទៅមុខជាមួយគ្នាបានទេឬអត់ពេលខ្លះពួកគាត់ដើរបាន1ឆ្នាំក៏ចាប់ផ្ដើមមើលឃើញផ្លូវបំបែកប៉ុន្តែពេលខ្លះទៀតពួកគាត់ដើរបាន 3-4 ឆ្នាំទើបឃើញផ្លូវបំបែកអ្នកខ្លះក៏ដល់រហូតដល់ 7-8 ឆ្នាំទើបបានផ្លូវបំបែកអញ្ចឹងនៅពេលដែលយើងមកដល់ផ្លូវបំបែកពេលខ្លះបើយើងគិតអវិជ្ជមានយើងនឹងសួរថាតើហេតុអីបានជាពួកគាត់ត្រូវជួបគ្នាបើគាត់មិនបានទៅមុខមួយគ្នាដដែលហ្នឹងគាត់មិនបានកាន់ដៃគ្នាកសាងអនាគតរួមគ្នាដដែលហ្នឹងនេះគឺជាផ្នត់គំនិតមួយបើសិនជាយើងគិតអវិជ្ជមានអញ្ចឹងយើងនឹងស្ដីបន្ទោសព្រំលិខិតដែរប៉ុន្តែបើសិនសាកសម័យមើលបើសិនជាយើងមានគំនិតវិជ្ជមានចំពោះរឿងហ្នឹងវិញប្រហែលជាយើងនឹងគិតថាmaybe the first love របស់យើងហ្នឹងស្នេហាដំបូងរបស់យើងហ្នឹងវាគ្រាន់តែក៏កើតឡើងមកដើម្បីឲ្យយើងនឹងឆ្លាតជាងមុននៅក្នុងការរកដៃគូមួយផ្សេងនៅពេលខាងមុខឬក៏យើងស្នេហានឹងបង្រៀនឲ្យយើងចេះបត់បែនជាងមុនចេះយល់ចិត្តគេជាងមុនហើយក៏ចេះប្រុងប្រយ័ត្នជាងមុនដែរហើយក៏ប្រហែលជាស្នេហានឹងគាត់ចូលមកដើម្បីកែតម្រូវរបស់យើងពីព្រោះថាប្រហែលជាយើងខ្លួនឯងយើងមិនដឹងថាយើងខ្វះខាតអីខ្លះទេប៉ុន្តែពេលដែលដៃគូរបស់យើងមកគាត់ជា reference មួយគាត់គឺជា mirror មួយដែលជួយជាគំនិតយោបល់នៅក្នុងការឲ្យយើងកែប្រែคล้ายទៅជាមនុស្សមួយថ្មីដែលល្អជាងមុនពីព្រោះជាធម្មតាដៃគូស្នេហាគឺច្រើនតែចង់ឲ្យដៃគូខ្លួនឯងហ្នឹងជាមនុស្សល្អហើយគាត់មានអនាគតគាត់ជោគជ័យអញ្ចឹងទៅនេះបើសិនជាយើងស្រឡាញ់គ្នាមែនតើណាមិនគ្រាន់តែយកគេមកធ្វើកង់សាគូទេហើយមែនតើអ្វីស្នេហាដែលខ្ញុំនិយាយនៅក្នុងពេលនេះហ្នឹងគឺមិនមែនជាស្នេហាមួយដែលយកមកគ្រាន់តែជាគាត់ហ្នឹងគឺ two timer មានន័យថា
ជាមនុស្សម្នាក់ដែលស្រឡាញ់មនុស្សស្រី2នាក់ក្នុងពេលតែមួយឬក៏មនុស្សស្រីម្នាក់ស្រឡាញ់មនុស្សម្នាក់2នាក់ក្នុងពេលតែមួយឯងមានន័យថាជាស្នេហាមួយដែលស្រឡាញ់ដោយចិត្តនឹងចិត្តយើងចង់ចាប់ដៃគ្នាទៅមុខដែរក៏ប៉ុន្តែ unfortunately ជារឿងមួយដែលយើងមិនចង់បានក៏ប៉ុន្តែវាកើតឡើងគឺនៅត្រង់ថាយើងក៏ឃើញផ្លូវបំបែកប្រហែលជាភាពបញ្ចុះសម្រុងគ្នាវាកើតឡើងកាន់តែខ្លាំងដែរអញ្ចឹងណាអញ្ចឹងអានេះបើសិនជាយើងគិតនៅក្នុងផ្លូវវិជ្ជមានយើងនឹងឃើញបែបហ្នឹងឯងអញ្ចឹងសរុបសេចក្តីមកវិញបញ្ហាវាជាបញ្ហាហើយដែលកើតឡើងចំពោះជីវិតរបស់យើងនឹងគ្មាននរណាម្នាក់ដែលចង់ឲ្យបញ្ហាកើតឡើងនៅក្នុងជីវិតទេក៏ប៉ុន្តែទាំងអស់គ្នាត្រូវរៀនធ្វើម៉េច maintain positivism ហ្នឹងមានន័យថារក្សាឲ្យបាននៅផ្នត់គំនិតវិជ្ជមានហ្នឹងនៅក្នុងការមើលទៅលើបញ្ហាណាមួយហើយបើសិនបើអ្នកនរគ្នាធ្វើអញ្ចឹងបានខ្ញុំគិតថាប្រហែលជាអ្នកនរគ្នានឹងទទួលបានជីវិតមួយដែលមានសេចក្តីសុខជាងមុននិងរីករាយច្រើនជាងមុនពីព្រោះថាត្រូវចាំថាវាអាស្រ័យទៅលើការឆ្លើយតបរបស់យើងឬក៏គំនិតរបស់យើងនៅក្នុងការគិតទៅលើបញ្ហាមួយហ្នឹងជួនកាលបញ្ហាវាមិនមែនជាបញ្ហាទេ a problem maybe not a real problem បើសិនជាយើងគិតផ្លូវវិជ្ជមានខ្ញុំជឿថាអ្នកនរគ្នានឹងយល់ឃើញថាវីដេអូនេះមានតម្លៃឬក៏មានប្រយោជន៍សម្រាប់អ្នកនរគ្នាហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយអរគុណច្រើន